មកតាមផ្លូវបានជួបបងប្អូនជនភៀសទឹកបើកំពុងតែខូចគោយន្តតាមផ្លូវបាទហើយទីតាំងនេះមិនមែនជាទីតាំងជំរំភៀសទឹកទេបើសិនជាទីតាំងជំរំភៀសទឹកគឺខ្ញុំបាទក្រុមការងារអត់ផុសទេបងប្អូនណាប៉ុន្តែទីតាំងនេះគឺយើងមកអញ្ចឹងយើងជួបគាត់តាមមួយគោយន្តហ្នឹងហើយគាត់ខូចគោយន្តតាមផ្លូវហើយក៏ចុះសួរនាំគាត់បាទថាតើគាត់មកពីណាហើយគាត់ខូចអីខ្លះគាត់ខ្វះខាតអីខ្លះអញ្ចឹងពួកក្រុមការងារយើងបើខ្ញុំបាទមីលីក៏ដូចជារតនា Sport បាទម៉ែម៉អូនហ្នឹងក៏បានជំនួយដល់គាត់ផងដែរបងណាបាទឲ្យជាលុយឲ្យជាកាក់ឲ្យជាសម្ភារៈដើម្បីឲ្យគាត់បន្តដំណើរទៅមុខទៀតបងប្អូនបាទអរគុណច្រើនហើយយើងមើលទៅពួកគាត់ពិបាកប្រិយមិត្តណាគឺគាត់ពិបាកខ្លាំងមែនទែនបាទអរគុណបងប្អូនណាសង្ឃឹមថាបងប្អូននឹងធ្វើការជួយផ្ដល់ជំនួយបន្តទៀតបាទខាងរតនា Sport ក៏ជួយបានច្រើនដែរម្នាក់ 4-50000 ម្នាក់ 4-50000 អញ្ចឹងទៅបាទបងប្អូនណាថ្ងៃទី8តាំងចាប់ដើមភ្លាមហ្នឹងចាប់ពីថ្ងៃទី8រហូតដល់ថ្ងៃហ្នឹងនៅខាងនេះអីអូវត្តអីបាក់កម្មវត្តបាក់កម្មចាហើយឥឡូវមិនបានរត់ពីវត្តបាក់កម្មមកនេះវិញរួមលុយអត់មានលុយតាមរស់ស៊ីឈ្នួលអូយ៉ាងហ៎ចាបាទហើយឥឡូវមានលុយចាក់ព្រីអីអត់ចឹងគេយន្តខូចអោងធ្វើយ៉ាងហោងចេះអូរថយន្តខូចទៀតចាពីតាមផ្លូវពីសំដងមកតាមបានពីសំដងមកក៏បានមកដល់នេះជូនគាត់10000ណាជូន10000ណា10000ណាបងប្អូនយើងអ្នកតិចទៀតបាទនេះអ្នកតិចណាខ្ញុំជូន20000អរគុណច្រើនបាទតែអត់ទៅមុខ20000ដាក់លេខអត់ទៅមុខទេហើយគោយន្តខូចទៀតចាឥឡូវនេះបាទខូចគោយន្តតាមផ្លូវបងប្អូនបាទឥឡូវមិនអត់ឆែវនេះខាតមានលុយទេបាទអត់មានលុយទៀតក៏អត់មានលុយធ្វើទេនេះអត់អីទេមើលកាត់ចែកអត់លេងលេងណាលេងចូលចិត្តទេបាទអត់មានលុយទេអត់មានសោកាត់ចាស់បងមានកាត់ហ្នឹងស្អីផឹកបានបាទហូបហើយយើងលេងដៃមិនកើតមកហើយមើលបាទនេះគង់រត់ភៀសសឹកឲ្យខូចគោយន្តតាមផ្លូវបងប្អូនណាបាទខូចគោយន្តតាមផ្លូវមិញនេះឲ្យគាត់បាទ20000រៀលហើយជំរឿខាងរតនាអីជួយខ្លះទៀតអូក៏មិននេះអត់មានទឹកផ្សារអត់អមមានហើយបងច្រកទឹកមកពីនោះមាននេះកអមចាកាក់កែមើលប៉ុន្តែក្នុងគូឡានយើងមកអាទឹកទៅលើនេះអស់រលីងបានហើយនេះទៀតចាអរគុណណែបាទអមបាទណាទៅអីណាទៅនោះมันមានជាងវិញមកទៅនោះឆ្ងាយចាអត់មានវាអត់ទេនេះ